បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះនៅប្រាសាទអង្គរវត្តមានមនុស្សណែនណាន់តាន់តាប់តាំងតែពីពេលយប់បាទយើងទាំងអស់គ្នាបានសម្រាប់បំណងមួយគឺថាចង់មកមើលថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តបាទជាទូទៅយើងតែងតែចំណាំថាព្រះអាទិត្យរះនៅទិសខាងកើតហើយលិចវិញនៅក្នុងទិសខាងលិចចំបាទប៉ុន្តែតាមពិតទៅមានតែ2ថ្ងៃទេបាទនៅក្នុងចំនួនខែមានខែមិនិនានិងខែកញ្ញាតែប៉ុណ្ណោះដែលជាថ្ងៃសមរិត្រីបាទអញ្ចឹងនៅពេលដែលព្រះអាទិត្យរះនៅក្នុងទិសខាងកើតត្រង់90អង្សាហើយនឹងលិចទៅវិញនៅក្នុងទិសខាងលិចត្រង់270អង្សានេះគេឲ្យឈ្មោះថាសមរិត្រីដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នាបាទនៅក្នុងថ្ងៃសមរិត្រីនេះមានន័យថាព្រះអាទិត្យដែលបានរះចំទិសខាងកើតចំហើយនឹងលិចវិញទៅទិសខាងលិចបាទបាតុភូតនៃព្រះអាទិត្យខិតមកត្រង់ខ្សែអេក្វាទ័រនៅអង្គរវត្តយើងនឹងបានឃើញនៅព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទតែម្ដងបាទដើម្បីបង្កើតឲ្យមានសមរិត្រីនេះគេបានចែកចេញជា2ចំណែកបាទចំណែកទី1គឺឲ្យឈ្មោះថាវសន្តសមរិត្រីបាទគឺជាថ្ងៃដែលបានកើតឡើងក្រោយពីថ្ងៃទី23ខែមិនិនានេះរហូតមកដល់ខែមិថុនាបន្ទាប់ពីសមរិត្រីនេះរួចព្រះអាទិត្យនឹងចាប់ផ្ដើមរំកិលរះខិតទៅរកទិសខាងជើងបន្តិចម្ដងបាទទិសដៅនេះគឺមានន័យថាឈៀងទៅទិសខាងជើងនិងខាងកើតបាទហើយថ្ងៃលិចវិញគឺនៅក្នុងទិសខាងជើងឈៀងខាងលិចបាទជាលទ្ធផលថ្ងៃហ្នឹងនឹងមានរយៈពេលវែងជាងយប់បើយើងនិយាយឲ្យខ្លីថាថ្ងៃវែងជាងយប់បាទនឹងគឺសម្រាប់នៅក្នុងអត្តកូលខាងជើងបាទចំណុចខ្ពស់បំផុតនៅក្នុងថ្ងៃទី21មិថុនាដែលព្រះអាទិត្យរះឈៀងទៅក្នុងទិសខាងជើងបំផុតបាទរីឯចំណែកទី2ហ្នឹងគេឲ្យឈ្មោះថាសារតៈសមរិត្រីដែលបានចាប់ផ្ដើមឡើងនៅក្នុងថ្ងៃទី23ខែកញ្ញារហូតដល់ខែធ្នូហើយនៅក្នុងខែកញ្ញានោះក៏មានសមរិត្រីដែរចាប់ពីថ្ងៃ21 22និង23បាទដែលមានព្រឹត្តិការណ៍តារាសាស្ត្រដូចគ្នាបាទនៅក្នុងខែកញ្ញាបាទហើយបន្ទាប់ពីសមរិត្រីនេះរួចព្រះអាទិត្យនឹងក៏ចាប់ផ្ដើមរំកិលរះក្នុងទៅរកទិសខាងត្បូងវិញម្ដងបាទអញ្ចឹងការរះទៅក្នុងទិសខាងត្បូងហ្នឹងគឺមានន័យថាថ្ងៃរះហ្នឹងគឺឈៀងបាទឈៀងខាងត្បូងនិងខាងកើតបាទហើយចំពោះថ្ងៃលិចវិញគឺថ្ងៃលិចបានលិចពីទិសខាងត្បូងឈៀងខាងលិចវិញបាទនេះឲ្យឈ្មោះថាសារតៈសមរិត្រីបាទដូច្នេះនៅពេលដែលអំឡុងនៃព្រះអាទិត្យដែលគោចរចេញមានន័យថាចេញពីត្បូងវិលទៅកាន់ជើងមកខាងត្បូងវិញគឺបានសេចក្តីថានៅចំចន្លោះខែមិនិនាម្ដងនិងខែកញ្ញាម្ដងមានន័យថាមកចំនៅក្នុងអង្សាទី90បាទឥឡូវនេះបងប្អូនយើងកំពុងតែទស្សនាហើយមានការស្រែកហូកជ្រាវសប្បាយកាសកាយមែនតែនបាទហើយនឹងរំភើបមែនតែននៅពេលដែលបានឃើញព្រះអាទិត្យរះនៅចំកំពូលប្រាសាទរបស់យើងតែម្ដងបាទនេះជាទស្សនវិជ្ជាដ៏ល្អឯកដែលខ្ញុំបានផ្ដិតយកហើយក៏ខ្ញុំបានធ្វើដំណើរមកនេះក៏គេហៅថាងើបពីយប់ដូចគ្នាបាទងើបតាំងតែពីម៉ោង4យប់ដើម្បីបានមកមើលថ្ងៃរះដែលជាព្រឹត្តិការណ៍នៃតារាសាស្ត្រដូចគ្នាដែរបាទដូច្នេះខ្ញុំសង្ឃឹមថានៅក្នុងខែកញ្ញាបន្ទាប់ទៀតអាចនឹងមានបងប្អូនយើងច្រើនជាងនេះទៀតបាទប្រសិនបើនៅក្នុងខែកញ្ញានោះមិនសូវជាមានអាកាសធាតុគេហៅថាអាកាសធាតុអំណោយផលដូចជាមិនមានភ្លៀងមិនមានមេឃអាប់ដូចនៅក្នុងខែប្រាំងនេះទេខ្ញុំគិតថាយើងនឹងអាចមកទស្សនាជាថ្មីម្ដងទៀតបានបាទសូមអរគុណ